ម៉ាស៊ីនភ្ញាប់ពងមាន់ខ្នាត64ពងនិងម៉ាស៊ីនភ្ញាប់ពងមាន់ខ្នាត128ពងគឺជាប្រភេទក្បាលម៉ាស៊ីនតែមួយខុសគ្នាត្រង់តែខ្នាត64ពងខ្លួនរបស់វាមួយជាន់ខ្នាត128ពងវាមាន2ជាន់លើមួយក្រោមមួយអញ្ចឹងម៉ាស៊ីនទាំងពីរនេះគឺដំណើរការក្បាលម៉ាស៊ីនទំហំប៉ុនគ្នាកម្លាំងម៉ាស៊ីនដូចគ្នាអេក្រង់បញ្ជាតែមួយរូបរាងតែមួយអញ្ចឹងអ្វីដែលខុសប្លែកពីគ្នាយើងមើលឃើញជាក់ស្ដែងគឺខ្នាត64តែមួយជាន់ខាងក្រោមបែបនេះខ្នាត128ពងមានលើផងក្រោមផងយើងអាចលើកចេញចូលបានជា2បែបនេះចេះបាទអញ្ចឹងចំពោះដំណើរការនៃការភ្ញាស់ពងមាន់នៅក្នុងម៉ាស៊ីនភ្ញាស់សុទ្ធអូតូស្វ័យប្រវត្តិនេះគឺមានភាពសាមញ្ញងាយស្រួលមែនទែនវាអូតូទាំងអស់ទាំងកម្ដៅគឺយើងកំណត់យកការភ្ញាស់ពងមាន់របស់យើងសេតកម្ដៅវា37កន្លះណាអញ្ចឹងពីខាងខ្ញុំទៅខ្ញុំសេតឲ្យ37កន្លះភាគរយទឹកយើងដាក់70ចោលទេបាទអញ្ចឹងរាល់ការទិញម៉ាស៊ីនគឺយើងសេតឲ្យដូចគ្នាទាំងអស់ចំពោះការភ្ញាស់ពងមាន់ទៅលើប្រភេទម៉ាស៊ីនអូតូនេះណាអញ្ចឹងប្រភេទម៉ាស៊ីននេះគឺយើងគ្រាន់តែរើសពងដាក់ចូលក្នុងម៉ាស៊ីនបែបហ្នឹងអញ្ចឹងហើយវាមានម៉ូទ័របវរពងរបស់វាដល់ពេលវេលាវាបវរពងអូតូស្វ័យប្រវត្តិយើងមិនហត់យកដៃទៅវីទៅកោទៅត្រឡប់ពងទេអញ្ចឹងវាដំណើរការស្វ័យប្រវត្តិអូតូណាហើយសូម្បីតែទឹកក៏វាអូតូដែរបងប្អូនប្រើជាមួយនឹងដបអាចដល់ដបកូកាដបអីក៏បានដែរដបកន្លះលីត្រយើងហ្នឹងទឹកឲ្យពេញបងប្អូនមូកម្ដងសនេះចូលមកណាហើយកាត់ចូលជើងដបទឹកពណ៌ខ្មៅរបស់វានេះកាត់ចូលភ្លឹបវានឹងហូរទឹកចូលក្នុងម៉ាស៊ីនអូតូស្វ័យប្រវត្តិអញ្ចឹងសូម្បីតាបង្ហូរទឹកនេះក៏វាហូរអូតូដែរអ្វីដែលយើងមើលប្រចាំថ្ងៃបងប្អូនគាត់តែមើលភ្លើងម៉ាស៊ីនមើលទឹកបាទឬតែពងដាក់ចូលទេដល់ថ្ងៃគឺអាយុ18ថ្ងៃទៅ21ថ្ងៃពងមាន់ចាប់ដើមញាស់ចេញពីកូនទេអញ្ចឹងម៉ាស៊ីនខ្នាត64ពងនេះរូបរាងរបស់វាតាមមួយជាន់បែបហ្នឹងអញ្ចឹងហើយខ្នាត128ពងវាមាន2ជាន់លើមួយក្រោមមួយអញ្ចឹងបើសិនជាយើងមានមេមាន់ច្រើនចាប់ពី7 8ក្បាលឡើងលើអីបងប្អូនអាចងាកមកមើលខ្នាត128ពងនេះបានណាបាទអញ្ចឹងពងថ្មីយើងដាក់នៅជាន់ខាងលើអញ្ចឹងទៅដល់ពេលជាន់ខាងក្រោមមួយជាន់ទៀតនេះបងប្អូនបាក់ចេញមកយើងឃើញសំណាញ់ស្បៃមួយទៀតពណ៌សនៅខាងក្រោមនេះនេះជាទំនាត់ជើងពេលដែលកូនញាស់ចេញមកវាធ្លាក់ពីលើចុះមកក្រោមមាននៅទើកន្លែងហ្នឹងចុះបើតែយើងប្រើម៉ាស៊ីន2ជាន់យើងមានលើមួយក្រោមមួយបាទយើងអាចឆ្លាស់គ្នាប្រើលើផងក្រោមផងបានណាងាយស្រួលប្រើនៅក្នុងការដាក់ពងច្រើនបើសិនជាយើងមានមេច្រើនណាបាទអញ្ចឹងម៉ាស៊ីនរបស់យើងវាដំណើរការអូតូស្វ័យប្រវត្តិខ្លួនឯងទាំងអស់ងាយស្រួលណាហើយប្រភេទម៉ាស៊ីននេះយើងអាចប្រើបានជាមួយនឹងភ្លើងអគ្គិសនីក៏បានប្រើជាមួយនឹងភ្លើងអាគុយក៏បានដែរបើសិនជាបងប្អូនមានអាគុយយើងប្រើអាគុយ DC 12V ហើយបងប្អូនចង់ចាត់ចូលគ្នាក៏បានដែរអញ្ចឹងម៉ាស៊ីននេះដំណើរការជាមួយនឹងភ្លើង2អាគុយក៏បានអគ្គិសនីក៏បានដោតម្ដងទាំងពីរបូកចូលគ្នាក៏បានអញ្ចឹងយើងដោតម្ដងទាំងពីរបូកចូលគ្នាឲ្យបងប្អូនតេស្តមើលណានេះបាទដោតម្ដងទាំងពីរភ្លើងអាគុយ DC 12V កំពុងតែដោតចូលម៉ាស៊ីនអញ្ចឹងបើសិនជាម៉ាស៊ីននេះដាច់ភ្លើងបាទឧទាហរណ៍ថាដាច់ភ្លើងពឹបចឹងបើសិនវាលោតចូលមកភ្លើងខាងអាគុយអូតូស្វ័យប្រវត្តិហើយបើសិនជាចតន្តអគ្គិសនីត្រឡប់មកវិញវាក៏ភ្លើងឆេះមកវិញណាចឹងវាដំណើរការជាមួយនឹងភ្លើងអគ្គិសនីវិញហើយបាទចឹងម៉ាស៊ីនរបស់យើងមានមុខងារឆ្លាស់ភ្លើងទៅមកវិញបែបហ្នឹងចឹងគឺម៉ាស៊ីនអត់ចេះដាច់ភ្លើងទេបើសិនជាយើងមានអាគុយចាប់សកួរណាហើយចំពោះបងប្អូនដែលបានជាវនៅម៉ាស៊ីនខ្នាត64ពងនិង128ពងយើងមានថែមសម្ភារៈមួយឈុតជាប់ជាមួយនឹងម៉ាស៊ីនយើងមានកំប៉ុងដាក់ចំណីឲ្យកូនមាន់កំប៉ុងដាក់ទឹកអំពូលកម្ដៅស្អំកូនមាន់នៅពេលដែលញាស់ចេញមកអំពូលនេះគឺអត់មានប្រើជាមួយនឹងម៉ាស៊ីនភ្ញាស់ទេអំពូលនេះគឺយើងទុកប្រើនៅពេលដែលកូនមាន់ញាស់ចេញមកកម្ដៅស្អំនៅខាងក្រៅហើយយើងមានពើឆ្លោះពងបាទហើយយើងមានសៀវភៅណែនាំកាតាឡុកជាភាសាអង់គ្លេសក៏មានភាសាខ្មែរក៏មានវីដេអូណែនាំពីម៉ាស៊ីនក៏មានហើយបន្តិចទៀតយើងនៅមានថែមជាមួយនឹងកំប៉ុងដាក់ទឹកបាទក្នុងម៉ាស៊ីនមាន3កំប៉ុងជួនបាទបន្ទាប់នេះគឺមានថែមឲ្យសាក់នៅក្នុងមួយកញ្ចប់ថង់ណាបាទហើយមួយទៀតយើងមានខ្សែភ្លើងខ្សែចាប់អាគុយអីមកកាផ្លេទៅទុកជួនឲ្យបងប្អូនប្រើបាទចឹងអរគុណច្រើនបងប្អូនទាំងគ្នាបើសិនជាត្រូវការម៉ាស៊ីនភ្ញាក់សុទ្ធអូតូស្វ័យប្រវត្តិលក្ខណៈគ្រួសារបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទខាងក្រោមនេះឬក៏ Facebook Page បាទឬក៏ Telegram ក៏បានដែរអរគុណច្រើនបាយបាយជម្រាបលាបាទ